ចំពោះការពង្រីកទំហំថវិកាចាស់ជរាលើសពី60ឆ្នាំដែលថាមានការស្ដួយស្ដាងនឹងការពង្រីកបន្ថែមខ្ញុំសូមអរគុណចំពោះការលើកយោបល់នេះយើងថវិកាតិចអញ្ចឹងបានថាទី1ការពង្រីករបស់យើងគឺត្រូវមានជាជំហានយើងមិនអាចពង្រីកគ្រប់គោលដៅនោះទេហើយយើងឲ្យអត្ថប្រយោជន៍ខ្លាំងគឺយើងមិនគិតពីគោលដៅជាអាជីពឬជាអីទេយើងគិតគោលដៅជាកម្រិតជីវភាពឧទាហរណ៍ថាបើយើងឲ្យទៅសិល្បករប្រកាសជាមានសិល្បករទូធាហើយសិល្បករលំបាកបើយើងឲ្យទៅអ្នកវិស័យណាមួយអាជីពតាមួយប្រកាសជាមានអ្នកធូរហើយអ្នកលំបាកអញ្ចឹងបើយើងយកតាមអាជីពយើងអាចខាតច្រើនបើន័យថាបើឲ្យទៅវិស័យមួយគ្នា10000អ្នកមានក៏បានអ្នកក្រក៏បានអញ្ចឹងបើអ្នកក្រតា5000អ្នកមាន5000យើងទុកលុយហ្នឹងយកមកជួយអ្នកក្រផ្សេងទៀតដោយមិនគិតពីវិស័យនេះហើយដែលយើងគិតអំពីការមុខសញ្ញាដែលឲ្យយើងមិនបានពង្រីកទៅគ្រប់វិស័យតាមអាជីពទេតែយើងកម្រិតជីវភាពជាក់ស្ដែងបាទដើម្បីយើងធានាថាចំនួនយើងអាចពង្រីកបានល្មមសមរម្យអាចពង្រីកកាន់តែកើនថែមប៉ុន្តែពេលជាមួយគ្នាអ្នកដែលមានហើយក៏មិនស្ដើងពេកយើងអាចតម្លើងខ្លះបាទបើបានតែបរិមាណអត់ចំនួនក៏ពិបាកបាទបើគាត់មានតែ10000នាក់តែម្នាក់បានតែ$1ទៅអត់គ្រប់តែបើឲ្យត្រឹមតែ1000អញ្ចឹងយើងត្រូវរើសជំរើសកណ្ដាលមួយហើយនេះហើយជាអភិក្រមនៃការពង្រីកនៅសមត្ថភាពនិងទំហំថវិការបស់ជាតិនៅពេលដែលថវិកាឆ្នាំនេះ800លានពេលដែលថវិកាជាតិយើងកាន់តែល្អស្ថានភាពកាន់តែល្អកំណើននេះកាន់តែកើនឡើងបាទនេះគឺជាអភិក្រមនៃការធ្វើដោយចីរភាពនិងការទទួលខុសត្រូវរបស់យើងអញ្ចឹងក៏សូមអភ័យទោសទៅដល់បងប្អូនប្រជាពលរដ្ឋនៅវិស័យខ្លះអាចសំណូមពរប៉ុន្តែយើងមិនអាចឆ្លើយតបបានបាទដូចនៅតាមវិស័យដូចសម្រាប់ប្រសង់ក៏យើងមិនអាចប្រកេតទូទាំងប៉ុន្តែជាក់ស្ដែងពេលដែលអនុវត្តកន្លងទៅក៏ធ្លាប់មានកិច្ចប្រជុំពិភាក្សាគ្នានេះយើងមានគោលការណ៍ជារួមប៉ុន្តែនៅតាមពេទ្យរដ្ឋមួយចំនួនដែលប្រសង់ទៅព្យាបាលក៏ពេទ្យយើងមិនយកបច្ច័យទៅហើយបាទជាការអនុវត្តទៅតាម case by case ប៉ុន្តែយើងមិនអនុវត្តជាទូទៅដោយសាររឿងបើសិនជាយើងរៀបចំជូនប្រសង់យើងត្រូវរៀបចំជូនសាសនាអ៊ីស្លាមយើងត្រូវគិតជូនសាសនាគ្រឹះតើយើងយកតាមណានេះគឺជាសំណួររបស់យើងហើយដូចខ្ញុំនិយាយចឹងប្រព័ន្ធគាំពារសង្គមរបស់យើងមិនអាចហើយទិសដៅទៅថ្ងៃមុខមិនមែនថាពង្រីកវិសាលភាពគឺរដ្ឋត្រូវតែជួយ 100% គ្រប់គ្នានោះទេគឺយើងបង្កើតរូបមន្តណាមួយដែលធ្វើយ៉ាងម៉េចអ្នកដែលមានលទ្ធភាពក៏ដោយគាត់ចេញពីកប៉ៅតិចបាទហើយមានលទ្ធភាពត្រត្រង់តាមរយៈការបង់វិភាគទានរបស់គាត់សុខចិត្តរត់សន្សំលុយយកមកជួយអ្នកដែលអត់សោះនេះជាគោលការណ៍ដែលយើងត្រូវធ្វើបាទហើយក៏គ្មានប្រទេសណាមួយលើកលែងតែប្រទេសសង្គមនិយមឬមួយប្រទេសកូរ៉េខាងជើងឬមួយស្អីដែលគាត់មានប្រព័ន្ធតែមួយគាត់អាចជួយទាំងអស់ក្រៅពីនឹងគឺគេរៀបចំជាប្រព័ន្ធដែលមានការចូលរួមពីវិស័យឯកជនក្តីពីប្រព័ន្ធរដ្ឋបាលក្តីប៉ុន្តែបើថារដ្ឋទៅទទួលទាំងអស់គឺមិនអត់យើងរៀបចំសមត្ថភាពបើន័យថាអ្នកមានគាត់ជួយកម្រិតណាមួយយើងរៀបចំ 100% នេះបើន័យគ្រប់ដណ្ដប់សុខភាពសកលនេះបើន័យថាយើងរៀបរូបមន្តណាមួយទោះបីជាគាត់មានថវិកាក៏ដោយគាត់អាចបង់ចូលទៅក្នុងកម្មវិធីណាមួយ program ណាមួយជាអង្គសរងបាទដើម្បីគាត់សន្សំពេលដែលគាត់ព្យាបាលទោះគាត់មានលុយប៉ុណ្ណាក៏ដោយតែអង្គសរងនឹងចេញជំនួសអញ្ចឹងគឺយើងរៀបចំអានឹងដើម្បីឲ្យដើរទៅបាទដោយប្រទេសជឿនលឿនដោយមិនដាក់បន្ទុកទាំងមូលមករាជរដ្ឋាភិបាលគ្រាន់តែចេញក្របខ័ណ្ឌបទដ្ឋានគតិយុត្តដើម្បីធានាឲ្យដើរកន្លែងខ្លះគាត់មានលទ្ធភាពទិញវិស័យឯកជនបាទអង្គសរងពីវិស័យឯកជនធានារ៉ាប់រងពីវិស័យឯកជនបាទអញ្ចឹងបានន័យថាការពង្រីកវិសាលភាពគ្របដណ្ដប់សុខភាពជាសកលបានន័យថាគោលដៅទៅថ្ងៃក្រោយប្រជាពលរដ្ឋយើងគ្រប់គ្នាម្នាក់សុទ្ធតែមានការគ្របដណ្ដប់តាមកម្មវិធីណាមួយដែលជួយទ្រទ្រង់សុខាភិបាលមិនមែនបានន័យថារដ្ឋត្រូវជួយ 100% គ្រប់គ្នានោះទេបាទគឺរដ្ឋធានាការជួយអ្នកដែលបាត់សមត្ថភាពអត់សមត្ថភាពក្របំផុតប៉ុន្តែអ្នកដែលមានយើងនឹងជួយរៀបចំយន្តការណាដើម្បីគាត់អាចធានាការព្យាបាលព្រោះការព្យាបាលទៅថ្ងៃអនាគតអត់ថោកទេ
តែពេទ្យនីមួយៗត្រូវការវិនិយោគទៅលើឧបករណ៍កាន់តែថ្លៃគាត់ត្រូវការវិនិយោគទៅលើពេទ្យជំនាញកាន់តែខ្លាំងបុគ្គលិករបស់គាត់ត្រូវការវិនិយោគទៅលើថ្នាំដែលកាន់តែល្អអញ្ចឹងថ្លៃបាទបើយើងចង់បានគុណភាពនៃការសេវាទាល់តែទទួលប៉ុន្តែយ៉ាងណារៀបចំយ៉ាងណាដើម្បីកុំឲ្យប្រជាពលរដ្ឋចេញពីកប៉ៅខ្លួនឯងច្រើននេះជាគោលដៅនៃការរៀបចំយន្តការរបស់យើងបាទជាប្រព័ន្ធអង្គសរងជាប្រព័ន្ធរបបសន្តិសុខសង្គមការស្ម័គ្រចិត្តភាគទានជាមួយកាយ៉ាងណាយើងនឹងខិតខំគិតគូរទៀតហើយដល់លោកជំទាវក្នុងរយៈពេល2ឆ្នាំទេកើន3លានអ្នកនៃអ្នកដែលទទួលផលគាំពារសង្គមប៉ុន្តែនៅមានអ្នកដែលមិនទាន់បានប៉ុន្តែ3លានអ្នកមិនតិចទេដោយសារអីដោយសារការគិតគូរអំពីការចុះឈ្មោះនិងការវាយតម្លៃឡើងវិញពីមុនក្រសួងផែនការចុះវាយបាន50,000ឥឡូវយើងឲ្យគាត់ស្ម័គ្រចិត្តចូលមកដើម្បីយើងវាយតម្លៃឡើង70,000គ្រួសារ3លានអ្នកអញ្ចឹងបានន័យថាទោះបីជាមិនទាន់មានបានគ្រប់គ្រាក៏ដោយប៉ុន្តែប្រជាពលរដ្ឋកើត3លានអ្នករួចទៅហើយឡើង20,000គ្រួសាររួចទៅហើយតាំងពីយើងកែតម្រង់ឆ្នាំ2020មកបានន័យថាវិសាលភាពប្រជាពលរដ្ឋដែលថាអត់បានពីមុនគាត់បានកាន់តែច្រើនទៅហើយបាទអ្នកដែលថាពីមុនមិនគេមានខ្ញុំអត់បានឥឡូវបានកាន់តែច្រើនកើន3លានអ្នកនេះបានន័យថាប្រជាជនខ្មែរពង្រីកវិសាលភាពទទួលផលនេះបានកាន់តែច្រើននេះហើយគឺជាអ្វីដែលជាការខិតខំរបស់រាជរដ្ឋាភិបាលហើយទិសដៅយើងទៅមុខនឹងបន្តតទៅទៀត